បងប្អូនយើងខ្លះច្រឡំtotal គីឡូនេះtotal គីឡូនេះច្រឡំទៅជាមួយនឹង trip បងប្អូននេះ trip A trip B សម្រាប់ trip A trip B យើងលុបបានជាធម្មតាណាអញ្ចឹង trip A trip B គឺយើងប្រើសម្រាប់វាស់គីឡូឧទាហរណ៍យើងចង់ដឹងពីផ្ទះយើងទៅកន្លែងធ្វើការពីផ្ទះយើងទៅស្រុកអីយើងអាចមើលតាមរយៈ trip នឹងបានណាហើយបើសិនយើងមើលហើយយើងចង់វាស់ឡើងវិញយើងចុចលុបអា trip ហ្នឹងទៅវាមក00វិញមកយើងលុបបានសម្រាប់ trip ណាហើយសម្រាប់នេះគេដាក់ trip A ហើយ AVG ហ្នឹងគឺតំណាងមកពាក្យពេញគឺ average ជាមធ្យមក្នុងប្រហែលគីឡូពីផ្ទះយើងទៅស្រុកហ្នឹងឧទាហរណ៍60គីឡូជា average វាស៊ីសាំងប៉ុន្មានលីត្រគឺយើងមើលតែហ្នឹងដែរណាប៉ុន្តែវាអត់ប្រកាសទេបងប្អូនអាហ្នឹងណាគាត់ថាយើងវាស់ឲ្យដឹងប្រហាក់ប្រហែលណាព្រោះវាស៊ីសាំងតិចច្រើនវាអាស្រ័យទៅលើកង់ម៉ូតូបងប្អូនធូរអត់បងប្អូនដឹកធ្ងន់អត់អីអត់អញ្ចឹងណាហើយពេលខ្លះពេញម៉ាស៊ីនពេញអីយើងដូរអត់ត្រូវកំហាប់ឬមួយពេញដូរអត់ត្រូវគីឡូអីអញ្ចឹងក៏ធ្វើឲ្យសាំងវាស៊ីតិចស៊ីច្រើនអីយ៉ាងដែរអញ្ចឹងវាគ្រាន់តែជាការវាស់វែងឲ្យយើងដឹងប្រហែលណាបងប្អូនណាហើយដោយឡែកសម្រាប់នេះកម្លាំងរបស់អាគុយបងប្អូន total នេះលុបអត់បានទេតែចាប់ផ្ដើមចេញដំណើរហើយពេលដែលយើងចាក់សាំងជិះទៅហើយគឺរហូតដល់ម៉ូតូយើងលក់វិញក៏ total គីឡូហ្នឹងវាបូកថែមរហូតយើងលុបអត់បានទេអញ្ចឹងកុំច្រឡំគ្នាពីនឹងខុសគ្នាណាអញ្ចឹងនេះជាប្រភេទម៉ូតូ Vario បងប្អូនណា Vario ឆ្នាំផលិត2024ពណ៌ខ្មៅពណ៌ខៀវក៏មានដែរក្នុង stock មានតែពីរពណ៌ហ្នឹងណាបងប្អូនជាទូទៅពណ៌ Vario ពណ៌ដែលស៊ីនហ្មងគេពណ៌គេអត់លេងញ៉ាំពណ៌អត់លេងភ័យច្រើនខ្មៅហើយជាមួយខៀវនឹងតែពីរពណ៌ណាអញ្ចឹងសម្រាប់ពណ៌ផ្សេងភ័យច្រើនលេងអញ្ចឹងពណ៌ផ្សេងពួកយើងអត់មានខ្មៅណាអញ្ចឹងសម្រាប់បងប្អូនត្រូវការណាម៉ូតូ Vario ស្អាតបងប្អូនថ្មីកេះធានាតែថ្មីកេះជូនបងប្អូនណាធានា2ឆ្នាំជូនម៉ាស៊ីនអីធានាថាមកស្អាតហើយថ្មីកេះថ្មីបងប្អូនមើលជាក់ស្ដែងដឹងណាបងប្អូនណាព្រួយអីគឺយើងនៅមានទាំងអស់ណាអញ្ចឹងប្រភេទម៉ូតូថ្មីកេះយើងមើលទៅដឹងខ្ចៅខ្យងអីអញ្ចឹងសម្រាប់ទីតាំងនៅលើផ្លូវ53ខាងកាត់សាទូប្រូណាបងប្អូនអាចមកមើលបានមកសាកបានហើយបន្ទាប់មកបងប្អូនអាចចរចាតម្លៃសិក្សាចង់ដាក់អន្លក់ក៏បានទិញលុយសុទ្ធក៏បានឬមួយយកម៉ូតូចាស់មកដូរក៏បានបងប្អូនណាអញ្ចឹងតម្លៃមុនចូលឆ្នាំនៅដដែលបងប្អូនអត់មានកម្រើកអត់មានអីតម្លៃនៅដដែលណាអញ្ចឹងអរគុណច្រើនបងប្អូន